សង្គ្រាមជារឿងដែលមនុស្សគ្រប់គ្នាមិនចង់ឃើញកើតឡើងឡើយ ប៉ុន្តែបើសិនជាមានការបន្តឆន្ទៈឈ្លានពានលើដីធ្លីរបស់ជាតិមួយវាអាចនាំឲ្យមានភាពតានតឹងដល់កម្រិតបង្កឲ្យមានសង្គ្រាមធំបាន ការទំនាក់ទំនងរវាងកម្ពុជានិងថៃតែងតែមានរឿងរ៉ាវពាក់ព័ន្ធនឹងដែនដីនិងប្រវត្តិសាស្ត្រដែលពាក់ព័ន្ធគ្នាយូររហូត ប្រវត្តិសាស្ត្របង្ហាញថាមានការប៉ះទង្គិចជាច្រើនដែលកើតឡើងតាំងពីអតីតកាលដល់បច្ចុប្បន្ន ពេលណាដែលមានកងទ័ពថៃព្យាយាមបង្ហាញឆន្ទៈឈ្លានពានដីខ្មែរនោះក៏ជាកត្តាដ៏ធំបង្កឲ្យមានការថប់បារម្ភពីសង្គ្រាមអនាគត កម្ពុជាជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រយូររហូតមានអធិរាជធំធេងនៅអតីតកាល ដែនដីដែលជាកម្មសិទ្ធិរបស់ខ្មែរតែងតែជាតំបន់ដែលជាតិជិតខាងព្យាយាមចូលមកកាន់តែបន្តបន្ទាប់ ជាពិសេសថៃដែលនៅក្នុងអតីតកាលបានចូលមកជ្រៀតជ្រែកនិងយកទៅកាន់តំបន់ជាច្រើន ទោះបីជាមានកិច្ចព្រមព្រៀងអន្តរជាតិនិងការសម្រេចរបស់តុលាការអន្តរជាតិក៏ដោយការទាមទារដីខ្មែរពីសំណាក់ថៃនៅតែបន្តមានឡើង តំបន់ព្រះវិហារនិងតំបន់ជិតខាងគឺជាគំរូបង្ហាញដ៏ច្បាស់ថាការទាមទារទាំងនេះអាចនាំឲ្យមានជម្លោះធំ នៅក្នុងសតវត្សទី20និងទី21មានពេលវេលាច្រើនដែលកងទ័ពកម្ពុជានិងកងទ័ពថៃបានប៉ះទង្គិចគ្នានៅតាមព្រំដែន ការបាញ់ប្រហារដោយអាវុធធំនិងការបាត់បង់ជីវិតរបស់ទាហានទាំងពីរជាតិបានបង្ហាញថាសង្គ្រាមអាចកើតឡើងបានគ្រប់ពេលប្រសិនបើមិនមានការគ្រប់គ្រងស្ថានភាពយ៉ាងប្រុងប្រយ័ត្ន ប្រជាពលរដ្ឋនៅតំបន់ព្រំដែនតែងតែធ្លាក់ក្នុងភាពព្រួយបារម្ភនិងបាត់បង់ជីវភាពពេលមានការបាញ់ប្រហារឡើងវិញឡើងម្ដង កម្ពុជាតែងតែអះអាងថាมันមានឆន្ទៈបង្កសង្គ្រាមឡើយប៉ុន្តែមានកាតព្វកិច្ចការពារដីធ្លីជាតិណាមកលើកលែងដីធ្លីខ្មែរនោះជាតិខ្មែរត្រូវតែឈរជើងការពារ នេះគឺជាឆន្ទៈនិងកាតព្វកិច្ចជាតិដែលមិនអាចបោះបង់បានឡើយ ប្រជាជនខ្មែរទាំងមូលរួមទាំងកងទ័ពតែងតែបង្ហាញពីការត្រៀមខ្លួនក្នុងការការពារដែនដីព្រោះដីនេះជាមាតុភូមិជីវិតនិងអត្តសញ្ញាណរបស់ជាតិ បើសិនថាថៃនៅតែបន្តរក្សាឆន្ទៈឈ្លានពាននិងមិនគោរពច្បាប់អន្តរជាតិក៏ដូចជាកិច្ចព្រមព្រៀងព្រំដែននោះការតានតឹងអាចនាំឲ្យមានសង្គ្រាមជាថ្មីមិនសូវឆ្ងាយ ការប្រើកម្លាំងយោធាដើម្បីបង្ខំដោះស្រាយជម្លោះគឺជាជម្រើសដែលគ្មានប្រយោជន៍ឡើយព្រោះវានាំមកនូវការបាត់បង់ជីវិតសម្ភារៈនិងបំផ្លាញទំនាក់ទំនងរបស់ប្រជាជនទាំងពីរ យ៉ាងណាក៏ដោយប្រសិនបើមានការបង្ខំចិត្តពីសំណាក់ថៃនោះកម្ពុជាត្រូវតែឈរជើងដើម្បីការពារសិទ្ធិនិងដែនដីរបស់ខ្លួន តួនាទីសហគមន៍អាស៊ាននិងអង្គការអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការសម្រុះសម្រួលដើម្បីឲ្យមិនមានការផ្ទុះឡើងជាសង្គ្រាម ការចរចានិងសន្តិវិធីគឺជាវិធីសាស្ត្រដែលអាចរកដំណោះស្រាយដោយគ្មានឈាមហូរ ប្រសិនបើថៃគោរពច្បាប់អន្តរជាតិនិងសេរជាប់ដីសម្រេចរបស់តុលាការអន្តរជាតិនោះអាចរក្សាសន្តិភាពនិងទំនាក់ទំនងល្អបាន ប៉ុន្តែបើថៃមិនបោះបង់ឆន្ទៈឈ្លានពានក៏ដូចជាការទាមទារដីខ្មែរវានឹងបន្តជាការគំរាមកំហែងដ៏ធំសម្រាប់សន្តិភាពក្នុងតំបន់ សង្គ្រាមធំមិនមែនជាការចង់បានរបស់ប្រជាជនទាំងពីរប៉ុន្តែវាអាស្រ័យលើការសម្រេចចិត្តនៃអំណាចនយោបាយ ប្រជាជនកម្ពុជាតែងតែចង់រស់នៅក្នុងសន្តិភាពនិងអភិវឌ្ឍប្រទេសប៉ុន្តែសន្តិភាពនឹងមិនអាចមានបានប្រសិនបើមានជាតិក្នុងជិតខាងមករំលោភលើដីធ្លីជាតិ ដូច្នេះបើថៃនៅតែរក្សាមោហិច្ឆតាឈ្លានពានដីខ្មែរសង្គ្រាមអាចនឹងកើតឡើងវិញ